សួស្តីលោកតាលោកយាយនិងបងប្អូនជាទីស្រឡាញ់អ្នកវ័យក្មេងជួនកាលហាក់ដូចជាមានការធ្វេសប្រហែសដោយគិតថាការបាត់បង់ដំណេកគ្រាន់តែជារឿងធម្មតារបស់មនុស្សចាស់ប៉ុន្តែមេរៀនជីវិតដឹងយ៉ាងច្បាស់ថាសម្រាប់លោកតាលោកយាយវាគឺជាសង្គ្រាមដ៏ស្ងប់ស្ងាត់មួយរៀងរាល់ពេលយប់មកដល់រាត្រីដ៏វែងអន្លាយទាំងនោះមិនត្រឹមតែបំផ្លាញសុខភាពប៉ុណ្ណោះទេប៉ុន្តែថែមទាំងធ្វើឲ្យស្មារតីរបស់លោកតាលោកយាយមានការចុះខ្សោយទៀតផងលោកតាលោកយាយជាច្រើនបានស្វែងរកថ្នាំគ្រប់ប្រភេទសាកល្បងគ្រប់វិធីរួមទាំងការទទួលទានចេកដែលជាផ្លែឈើដ៏ជិតស្និទ្ធបំផុតទោះជាយ៉ាងណាក៏ដោយរវាងចេកខ្ចីដ៏ស្រស់បំព្រងនិងចេកទុំដ៏ផ្អែមល្ហែមតើមួយណាទៅជាឱសថពិតប្រាកដសម្រាប់ដំណេកហើយតើយើងបានប្រើប្រាស់វាត្រូវរបៀបហើយឬនៅក្នុងវីដេអូថ្ងៃនេះមេរៀនជីវិតនឹងចែករំលែកឲ្យបានលម្អិតអំពីកំណប់ទ្រព្យពីផ្លែចេកដើម្បីឲ្យលោកតាលោកយាយមានមិត្តរួមដំណើរម្នាក់បន្ថែមទៀតក្នុងដំណើរស្វែងរកមកវិញនៅដំណេកញាក់ដូច្នេះមុននឹងនិយាយអំពីប្រភេទចេកដែលជួយឲ្យគេងលក់ស្រួលមេរៀនជីវិតសូមបញ្ជូនលោកតាលោកយាយនិងបងប្អូនមកស្វែងយល់ជាមុនអំពីចេកខ្ចីនេះគឺជាប្រភេទចេកដែលមនុស្សជាច្រើនតែងតែរំលងចោលព្រោះគិតថាពិបាកញ៉ាំនិងមានតម្លៃតិចតួចប៉ុន្តែតាមពិតទៅចេកខ្ចីបែរជាផ្ដល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់ប្រព័ន្ធរំលាយអាហារនិងជាតិស្ករក្នុងឈាមដែលជាកត្តាជះឥទ្ធិពលផ្ទាល់ដល់ដំណេកជាពិសេសចំពោះមនុស្សចាស់អត្ថប្រយោជន៍នៃចេកខ្ចីចំពោះប្រព័ន្ធរំលាយអាហារនិងជាតិស្ករក្នុងឈាមដំបូងឡើយមេរៀនជីវិតនឹងនិយាយអំពីចេកខ្ចីចេកខ្ចីមានរបស់មួយយ៉ាងពិសេសណាស់គឺម្សៅធន់ស្ដាប់ទៅហាក់ដូចជាចម្លែកមែនទេលោកតាលោកយាយប៉ុន្តែតាមពិតវាគឺជាប្រភេទជាតិសរសៃពិសេសដែលរាងកាយយើងមិនអាចរំលាយបាននៅក្នុងពោះវៀនតូចប៉ុន្តែវានឹងទៅត្រង់ដល់ពោះវៀនធំคล้ายជាអាហារសម្រាប់បាក់តេរីដែលមានប្រយោជន៍ជួយឲ្យប្រព័ន្ធរំលាយអាហាររបស់យើងមានសុខភាពល្អអ្នកវិទ្យាសាស្ត្របានបង្ហាញថាម្សៅធន់មានតួនាទីដូចជាប្រេបាយ៉ូទិកគឺកាលណាអ្នករស់នៅក្នុងពោះវៀនលូតលាស់ល្អប្រព័ន្ធរំលាយអាហារក៏រឹងមាំជួយស្រូបយកសារធាតុចិញ្ចឹមបានល្អនិងកាត់បន្ថយបញ្ហាពោះវៀនដូចទល់លាមកឬហើមពោះលើសពីនេះម្សៅធន់ក្នុងចេកខ្ចីជួយគ្រប់គ្រងជាតិស្ករក្នុងឈាមពន្យឺតការស្រូបយកជាតិស្ករចូលក្នុងឈាមជៀសវាងការឡើងជាតិស្ករភ្លាមនាំឲ្យកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផាមឬជួយឲ្យជាតិស្ករមានស្ថិរភាពសម្រាប់អ្នកដែលមានជំងឺនេះស្រាប់ដែលវាសំខាន់ខ្លាំងណាស់សម្រាប់លោកតាលោកយាយចុះចំពោះដំណេកវិញយ៉ាងណាដែរទោះបីជាចេកខ្ចីនឹងជួយឲ្យយើងគេងលក់ស្រួលដោយផ្ទាល់ប៉ុន្តែនៅពេលដែលពួកវាមានសុខភាពល្អនិងជាតិស្ករមានស្ថិរភាពវាក៏ជួយដោយប្រយោជន៍ឲ្យលោកតាលោកយាយគេងលក់ស្រួលជាងមុនមិនមានអារម្មណ៍ថប់ដង្ហើមដោយសារហើមពួកឬពិបាករំលាយអាហារនិងជាតិស្ករមិនទៀងទាត់នៅពេលយប់បន្ទាប់ពីបានយល់ច្បាស់ពីតួនាទីរបស់ចេកខ្ចីហើយលោកតាលោកយាយប្រកាសជាឆ្ងល់ថាចុះចំណែកចេកទុំវិញយ៉ាងណាដែរតើប្រភេទចេកដ៏ផ្អែមទុនស្រួលញ៉ាំនេះពិតជាជួយឲ្យយើងគេងលក់ស្រួលមែនទេតាមពិតទៅប្រសិនបើចេកខ្ចីជួយថែរក្សាពីខាងក្នុងពោះវៀននោះចេកទុំប្រៀបដូចជាមិត្តដ៏សុភាពនៃប្រព័ន្ធប្រសាទនិងដំណេកហើយនេះក៏ជាមូលហេតុដែលគេចាត់ទុកចេកទុំជាកំណប់ទ្រព្យធម្មជាតិសម្រាប់លោកតាលោកយាយដែលតែងតែរមួលខ្លួនរាល់យប់ហេតុអ្វីបានជាចេកទុំជាកំណប់ទ្រព្យសម្រាប់ដំណេកចេកទុំគឺជាឃ្លាំងវីតាមីននិងសារធាតុរ៉ែដ៏ល្អសម្រាប់សុខភាពដូចជាប៉ូតាស្យូម ម៉ាញ៉េស្យូម វីតាមីន B6 និងវីតាមីន C សារធាតុទាំងនេះសំខាន់ណាស់សម្រាប់សុខភាពបេះដូងប្រព័ន្ធប្រសាទប្រព័ន្ធការពាររាងកាយនិងជាពិសេសគឺដំណេករឿងនេះមេរៀនជីវិតក៏បានរំលឹកជាច្រើនដងមកហើយដែរប៉ុន្តែសូមនិយាយបន្ថែមបន្តិចអំពីប៉ូតាស្យូមនិងម៉ាញ៉េស្យូមប៉ូតាស្យូមមានសារៈសំខាន់សម្រាប់បេះដូងជួយសម្រួលសម្ពាធឈាមកាត់បន្ថយហានិភ័យជំងឺបេះដូងចំណែកម៉ាញ៉េស្យូមវិញវាប្រៀបដូចជាថ្នាំបន្ធូរអារម្មណ៍ធម្មជាតិជួយឲ្យសាច់ដុំនិងប្រព័ន្ធប្រសាទបានសម្រាកកាត់បន្ថយភាពតានតឹងនិងការព្រួយបារម្ភលោកតាលោកយាយដែលបាត់បង់ដំណេកដឹងហើយថាភាពតានតឹងគឺជាមូលហេតុចម្បងមួយនៃការគេងមិនលក់មែនទេហើយដូច្នេះហើយចំពោះលោកតាលោកយាយដែលបាត់បង់ដំណេកជារ៉ាំរ៉ៃមេរៀនជីវិតតែងតែណែនាំឲ្យបន្ថែមសារធាតុរ៉ែសំខាន់ចំនួន4គឺម៉ាញ៉េស្យូមប៉ូតាស្យូមកាល់ស្យូមនិងផូស្វ័រប៉ុន្តែមានលោកតាលោកយាយតិចតួចណាស់ដែលអនុវត្តលោកតាលោកយាយណាដែលបានអនុវត្តនិងសង្កេតឃើញថាដំណេកបានប្រសើរឡើងសូមជួយបញ្ចេញមតិ comment នៅក្រោមវីដេអូនេះដើម្បីឲ្យលោកតាលោកយាយផ្សេងទៀតបានដឹងនិងយកទៅប្រើប្រាស់ឲ្យបានដំណេកល្អដូចគ្នាចំណុចពិសេសមួយទៀតគឺចេកទុំមានផ្ទុកសារធាតុ tryptophan
ដែលរាងកាយប្រើដើម្បីបង្កើតសេរ៉ូថូនីននិងមេឡាថូនីនសារធាតុទាំងពីរនេះសំខាន់បំផុតសម្រាប់ដំណេកសេរ៉ូថូនីនជួយឲ្យយើងមានអារម្មណ៍រីករាយឯមេឡាថូនីនជួយសម្រួលដល់ដំណេកប្រសិនបើយើងខ្វះសារធាតុទាំងពីរនេះយើងប្រកាសជាមិនអាចគេងលក់ស្រួលឡើយในប្រទេសខ្លះគេបានប្រើចេកទុំដើម្បីកែលម្អដំណេកសម្រាប់កុមារដែលពិបាកគេងឬគេងមិនស្កប់ទៀតផងមានលោកតាលោកយាយជាច្រើនបានចែករំលែកប្រាប់មេរៀនជីវិតថាពួកគាត់បាត់បង់ដំណេកប្រហែល2ឆ្នាំមកហើយប៉ុន្តែដោយសារវិធីដកដង្ហើមដែលបានណែនាំរួមផ្សំជាមួយការញ៉ាំចេកមួយផ្លែមុនចូលគេង2ម៉ោងដំណេករបស់ពួកគាត់បានប្រសើរឡើងយ៉ាងខ្លាំងក្រៅពីនេះចេកទុំក៏ជួយផ្ដល់ថាមពលយ៉ាងរហ័សផងដែរប៉ុន្តែលោកតាលោកយាយសូមប្រយ័ត្នកុំញ៉ាំច្រើនពេកត្រូវញ៉ាំក្នុងកម្រិតល្មមដើម្បីជៀសវាងការហើមពោះពិបាករំលាយអាហារតើគួរជ្រើសរើសប្រភេទណាមួយតើចេកខ្ចីឬចេកទុំល្អជាងសម្រាប់ដំណេកតាមពិតទៅទាំងពីរប្រភេទសុទ្ធតែល្អប៉ុន្តែផ្ដល់អត្ថប្រយោជន៍ផ្សេងគ្នាចេកខ្ចីល្អសម្រាប់ប្រព័ន្ធរំលាយអាហារនិងជាតិស្ករជួយឲ្យគេងលក់ស្រួលដោយប្រយោជន៍ចំណែកចេកទុំមានសារធាតុចិញ្ចឹមជួយឲ្យសម្រាកនិងងាយស្រួលចូលគេងជាងលោកតាលោកយាយប្រសិនបើចង់ញ៉ាំចេកឲ្យគេងលក់ស្រួលគួរជ្រើសរើសចេកទុំនិងញ៉ាំមុនពេលចូលគេងប្រហែល1ទៅ2ម៉ោងប៉ុន្តែត្រូវចាំថាចេកមិនមែនជាថ្នាំទិព្វទេដើម្បីគេងលក់ស្រួលយើងត្រូវរួមផ្សំជាមួយរឿងផ្សេងទៀតដូចជាការចូលគេងឲ្យទៀងពេលមិនមើលទូរទស្សន៍ឬទូរស័ព្ទមុនចូលគេងហាត់ប្រាណស្រាលៗនិងញ៉ាំអាហារឲ្យគ្រប់ជីវជាតិនិយាយឲ្យត្រង់ទៅចេកទុំនឹងមានឥទ្ធិពលច្បាស់ជាងចំពោះដំណេករបស់លោកតាលោកយាយដូច្នេះសូមចាប់ផ្ដើមដោយការញ៉ាំចេកទុំ1ទៅ2ផ្លែក្នុងមួយថ្ងៃមុនពេលចូលគេង2ម៉ោងតើនរណាមិនគួរញ៉ាំចេកមុនពេលចូលគេងលោកតាលោកយាយនិងបងប្អូនជាទីគោរពទោះបីជាចេកជាផ្លែឈើល្អនិងជួយដល់ដំណេកប៉ុន្តែមិនមែនគ្រប់គ្នាញ៉ាំនៅពេលយប់សុទ្ធតែល្អនោះទេមានករណីខ្លះប្រសិនបើយើងញ៉ាំមិនត្រូវឬរាងកាយមិនសូវត្រូវជាមួយវាចេកមិនត្រឹមតែមិនជួយទេតែថែមទាំងធ្វើឲ្យពិបាកគេងជាមុនទៀតផងករណីទី1លោកតាលោកយាយដែលមានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរឬជាតិស្ករឡើងខ្ពស់នៅពេលយប់ចេកទុំមានជាតិស្ករធម្មជាតិបើញ៉ាំច្រើនឬញ៉ាំយប់ពេកអាចធ្វើឲ្យជាតិស្ករឡើងនាំឲ្យមានអារម្មណ៍ក្តៅក្នុងខ្លួននិងពិបាកចូលគេងបើចង់ញ៉ាំគួរញ៉ាំក្នុងបរិមាណតិចតួចបំផុតហើយល្អបំផុតគឺញ៉ាំនៅពេលថ្ងៃករណីទី2លោកតាលោកយាយដែលមានបញ្ហាច្រាលអាស៊ីតក្រពះភើក្តៅឬហើមពោះនៅពេលយប់នៅពេលញ៉ាំចេកជិតម៉ោងចូលគេងជាពិសេសពេលគេងចុះក្រពះកំពុងធ្វើការរំលាយវាងាយនឹងបង្កភាពមិនសុខស្រួលធ្វើឲ្យរមួលខ្លួនគេងមិនលក់ករណីទី3លោកតាលោកយាយដែលមានពោះវៀនខ្សោយងាយហើមពោះបើញ៉ាំនៅពេលយប់ហើយទំពាមមិនបានល្អវាងាយនឹងបង្កឲ្យមានខ្យល់ក្នុងពោះធ្វើឲ្យបាត់បង់ដំណេកឡើយដូច្នេះលោកតាលោកយាយសូមចាំថាចេកគ្រាន់តែជាអាហារជំនួយមិនមែនជាថ្នាំព្យាបាលការបាត់បង់ដំណេកឡើយបើញ៉ាំទៅមានអារម្មណ៍ថាស្រួលខ្លួនគេងលក់ល្អគឺអាចបន្តបានប៉ុន្តែបើញ៉ាំទៅមានអារម្មណ៍ថាពិបាកក្នុងខ្លួនគេងមិនសូវលក់គួរតែឈប់ហើយស្វែងរកវិធីផ្សេងដែលស័ក្តិសមនឹងរាងកាយយើងជាងរាងកាយមនុស្សម្នាក់ៗមិនដូចគ្នាទេសំខាន់បំផុតគឺត្រូវស្ដាប់រាងកាយខ្លួនឯងញ៉ាំចេកខុសរបៀបហេតុអ្វីកាន់តែញ៉ាំកាន់តែគេងមិនលក់មានការពិតមួយគឺមនុស្សជាច្រើនញ៉ាំចេកដើម្បីឲ្យគេងលក់ប៉ុន្តែបែរជាគេងមិនលក់ទៅវិញហើយសន្និដ្ឋានថាចេកមិនល្អការពិតមិនមែនមកពីផ្លែចេកទេគឺមកពីយើងញ៉ាំខុសរបៀបកំហុសទី1ញ៉ាំគៀកម៉ោងចូលគេងពេកលោកតាលោកយាយខ្លះទើបតែឡើងលើគ្រែរៀបគេងទើបញ៉ាំពេលនោះក្រពះត្រូវធ្វើការធ្វើឲ្យធ្ងន់ពោះរាងកាយមិនបានសម្រាកនាំឲ្យកាន់តែពិបាកគេងវិធីដែលត្រូវគឺញ៉ាំមុនពេលគេង1ទៅ2ម៉ោងកំហុសទី2ញ៉ាំច្រើនពេកក្នុងម្ដងខ្លះគិតថាចេកល្អក៏ញ៉ាំម្ដង2ទៅ3ផ្លែការញ៉ាំច្រើនពេកបង្កឲ្យហើមពោះជាពិសេសមនុស្សចាស់ដែលមានប្រព័ន្ធរំលាយអាហារខ្សោយតាមពិតត្រឹម1ផ្លែគឺគ្រប់គ្រាន់ហើយកំហុសទី3ញ៉ាំពេលពោះឆែតពេកឬឃ្លានពេកញ៉ាំពេលឆែតពេកនាំឲ្យពិបាករំលាយញ៉ាំពេលឃ្លានពេកអាចធ្វើឲ្យក្រហាយក្រពះល្អបំផុតគឺញ៉ាំពេលមានអារម្មណ៍ថាឃ្លានតិចកំហុសទី
រួមសំជាមួយអាហារមិនសមស្របលោកតាលោកយាយខ្លះញ៉ាំចេកជាមួយទឹកដោះគោត្រជាក់ឬទឹកកកនៅពេលយប់របស់ទាំងនេះធ្វើឲ្យត្រជាក់ពោះហើមពោះប៉ះពាល់ដល់ដំណេកបើចង់ញ៉ាំគួរញ៉ាំជាមួយទឹកដោះគោក្តៅអ៊ុនៗកំហុសទី5ញ៉ាំលឿនពេកមិនទំពាឲ្យម៉ត់ការញ៉ាំប្រញាប់ធ្វើឲ្យក្រពះធ្វើការធ្ងន់លោកតាលោកយាយខ្លះគួរញ៉ាំយឺតទំពាឲ្យម៉ត់ដើម្បីឲ្យរាងកាយស្រូបយកបានល្អវិធីប្រើប្រាស់ចេកឲ្យមានប្រសិទ្ធភាពបំផុតចំពោះចេកទុំវិធីងាយបំផុតគឺញ៉ាំផ្ទាល់មួយផ្លែមុនពេលគេង2ម៉ោងទឹកក្រឡុកបើចូលចិត្តអាចក្រឡុកចេកជាមួយទឹកដោះគោស្រស់ឬយ៉ាអ៊ូគ្មានជាតិស្ករបន្ថែមទឹកធ្មុំបន្តិចឬម្សៅឈើអែមដើម្បីឲ្យមានក្លិនឈ្ងុយនិងងាយញ៉ាំចេកអាំងវិធីទី3គឺយកចេកទៅអាំងវានឹងមានរសជាតិផ្អែមស្រទន់និងជួយឲ្យកក់ក្ដៅពោះទៀតផងចំពោះចេកខ្ចីលោកតាលោកយាយមិនគួរញ៉ាំឆៅទេត្រីចំអិនជាមុនអាចយកទៅស្លសម្លស្ងោរឬធ្វើជាម្ហូបខក្រៅពីនេះអាចប្រើម្សៅចេកខ្ចីឆុងផឹកឬធ្វើនំចេកខ្ចីអាចញ៉ាំពេលណាក៏បានក្នុងមួយថ្ងៃមិនចាំបាច់តែមុនពេលចូលគេងនោះទេលោកតាលោកយាយនិងបងប្អូនជាទីស្រឡាញ់ក្រោយពីការចែករំលែកទាំងអស់នេះមេរៀនជីវិតចង់ផ្ដាំផ្ញើថាផ្លែចេកទោះបីជាមានតម្លៃមែនប៉ុន្តែឱសថដ៏វិសេសបំផុតនៅតែជាសេចក្តីស្ងប់ក្នុងចិត្តនិងការយល់ដឹងពីខ្លួនឯងការបាត់បង់ដំណេកក្នុងវ័យចាស់មិនមែនត្រឹមតែជារឿងមួយយប់ឬរឿងផ្លែចេកមួយផ្លែនោះទេតែវាគឺជាដំណើរនៃការរៀនស្រឡាញ់ខ្លួនឯងឲ្យបានច្រើនមេរៀនជីវិតសង្ឃឹមថាការចែករំលែកតូចតាចថ្ងៃនេះនឹងជួយឲ្យលោកតាលោកយាយស្វែងរកឃើញមកវិញនូវអារម្មណ៍សុខសាន្តរាល់ពេលដាក់ខ្លួនគេងដើម្បីឲ្យរាល់ព្រឹកដែលភ្ញាក់ឡើងមិនមែនជាភាពហត់នឿយប៉ុន្តែគឺជាក្តីសុខដែលឃើញខ្លួនឯងនៅតែមានសុខភាពល្អនិងស្រឡាញ់ជីវិតកុំបារម្ភពេកអនុវត្តយឺតស្ដាប់រាងកាយខ្លួនឯងដំណេកល្អប្រកាសជានឹងត្រឡប់មកវិញសូមអរគុណលោកតាលោកយាយនិងបងប្អូនដែលបានចំណាយពេលដ៏មានតម្លៃទស្សនាខ្លឹមសារវីដេអូនេះប្រសិនបើឃើញថាព័ត៌មាននេះមានប្រយោជន៍សូមកុំភ្លេចជួយចុច like និង subscribe Channel មេរៀនជីវិតសូមជូនពរលោកតាលោកយាយមានដំណេកគេងលក់ស្រួលនិងមានសុខភាពល្អពេញមួយជីវិតសូមជម្រាបលានិងជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ